នីតិរឿងនិទានខ្មែរសូមជូនរឿងកូនមាន់និងគ្រាប់ពូជវេទមន្តនៅក្នុងភូមិមួយមានកូនមាន់តូចមួយឈ្មោះកូកូវាមានភាពក្លាហាននិងចូលចិត្តរៀនអ្វីដែលថ្មីជានិច្ចថ្ងៃមួយកូកូបានឃើញគ្រាប់ពូជពិសេសមួយនៅក្រោមដើមឈើគ្រាប់ពូជពិសេសនោះមានពន្លឺចែងចាំងនិងមានពណ៌មាសយ៉ាងស្រស់ស្អាតគ្រាប់ពូជនោះក៏បានសុំអង្វរកូកូឲ្យយកវាទៅដាំកូកូយល់ព្រមនិងបានយកគ្រាប់ពូជនោះទៅដាំនៅក្នុងសួនរៀងរាល់ថ្ងៃកូកូតែងតែថែទាំនិងស្រោចទឹកវាដោយក្តីស្រឡាញ់ប៉ុន្មានថ្ងៃក្រោយមកគ្រាប់ពូជនោះបានកើតឡើងជាកូនឈើតូចនិងមានផ្លែពណ៌ដូចព្រះអាទិត្យសត្វនៅក្នុងព្រៃដទៃទៀតឃើញហើយភ្ញាក់ផ្អើលមួយចំនួនសើចថាហាឯងគឺមិនអាចដាំដើមឈើដ៏អស្ចារ្យនេះបានទេតែកូកូមិនអើពើនឹងពាក្យសម្លេងសើចរបស់គេទេវានៅតែបន្តថែរក្សានិងជឿជាក់ថាដើមឈើនេះនឹងមានអត្ថប្រយោជន៍ដ៏អស្ចារ្យដោយមកដើមឈើបានធំឡើងនិងផ្ដល់ពន្លឺដ៏ភ្លឺចែងចាំងពេញភូមិនៅពេលយប់និងបានបញ្ចេញកម្ដៅនៅពេលមានអ័ព្ទចុះត្រជាក់សត្វទាំងអស់ពួកគេបានទទួលស្គាល់ថាការខិតខំប្រឹងប្រែងនិងចិត្តល្អរបស់កូកូពិតជានាំមកនូវផលប្រយោជន៍ដល់គ្រប់គ្នាពួកវាទាំងអស់គ្នាឈប់សើចចំអកឲ្យកូកូទៀតតែពួកគេបានគោរពនិងស្រឡាញ់កូកូជាខ្លាំងអត្ថន័យនៃរឿងកុំសោចកុំមើលងាយអ្នកដទៃការខិតខំប្រឹងប្រែងនិងថែរក្សាដោយចិត្តល្អនឹងនាំមកនូវផលប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃកុមារត្រូវរៀនជឿជាក់លើខ្លួនឯងនិងកុំបោះបង់ចោល